វៀតណាមប្រទះឃើញត្រីអូហ្វីសនាំសារគ្រោះរំជួយដីឬរលកយក្សស៊ូណាមិនៅសមុទ្រវីងហៃត្រីអូហ្វីសប្រវែង2ម៉ែត្រត្រូវបានទឹករលកបក់បុកមកលើឆ្នេរក្នុងតំបន់អ្នកស្រុកនិងអ្នកទេសចរបានព្យាយាមយកវាត្រឡប់ទៅសមុទ្រវិញប៉ុន្តែក្រោយមកត្រីអូហ្វីសបានងាប់នានៅថ្ងៃទី19ខែឧសភាក្នុងស្រុកនីងហៃខេត្តនីងព្យួនប្រទេសវៀតណាមអ្នកនេសាទក្នុងស្រុកជាច្រើនជឿថាត្រីអូហ្វីសភាគច្រើនរស់នៅក្នុងសមុទ្រជ្រៅហើយកម្រលេចឡើងនៅជិតច្រាំងណាស់ហើយការលេចឡើងនិងប្រហែលចូលនៅក្នុងសមុទ្រនីងហៃប្រទេសវៀតណាមគឺជាព្រឹត្តិការណ៍ដ៏កម្រមួយវាក៏ត្រូវបានគេនិយាយជឿថាត្រីនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងបាតុភូតធម្មជាតិមិនធម្មតាដូចជាការរំជួយដីឬរលកយក្សស៊ូណាមិសត្វទាំងនេះជាធម្មតាត្រូវបានគេរកឃើញនៅជម្រៅប្រហែល 1000 ម៉ែត្រក្រោមផ្ទៃមហាសមុទ្រយោងតាមទេវកថារបស់ជប៉ុនត្រីអូហ្វីសឡើងពីបាតសមុទ្រហើយអណ្ដែតមកលើផ្ទៃទឹកមុនពេលមានការរំជួយដីជំនឿនេះទទួលបានភាពទាក់ទាញបន្ទាប់ពីគ្រោះរំជួយដីនិងរលកយក្សស៊ូណាមិនៅទីក្រុងហ្វូគូឈីម៉ាប្រទេសជប៉ុនក្នុងឆ្នាំ2011ក្នុងរយៈពេល2ឆ្នាំដែលឈានទៅដល់គ្រោះមហន្តរាយត្រីអូហ្វីសជាច្រើនបានបក់មកលើច្រាំងដែលបង្កឲ្យមានការរំពឹងទុកជាសាធារណៈអំពីការរំជួយដី